ភូមិតូចមួយមានក្មេងស្រីឈ្មោះលីន នាងមានសុភមង្គលក្នុងការដាំផ្កា នៅជិតផ្ទះនាងមានដីស្ងួតមួយកន្លែងដែលគ្មាននរណាចង់ធ្វើអ្វីទេ លីនបានជ្រាបថាបើគេដាំផ្កានៅទីនោះវាអាចលូតលាស់បាន មនុស្សជាច្រើនសើចនាង ហើយថាផ្កានៅក្នុងដីស្ងួតមិនលូតឡើងទេ តែលីននៅតែស្ងប់ស្រោចទឹកផ្ការៀងរាល់ថ្ងៃ បន្ទាប់ពីខែមួយផ្កាដើមតូចមួយបានលូតឡើង មនុស្សនៅភូមិចាប់ផ្ដើមជឿលើការខិតខំនិងសប្បាយចិត្តក្នុងការដាំដុះផ្កាដូចនាង ទីនោះក្លាយជាសួនផ្កាស្រស់ស្អាតបំផុតក្នុងភូមិ ពេលសំឡេងនាឡិការោទ៍ម៉ោង 5 ព្រឹកសួងបានភ្ញាក់ពីនេកជបគាត់លបពីគ្រែទៅលាងមុខដើមហើយត្រៀមខ្លួនទៅសាលា ម្ដាយរបស់គាត់បានរៀបចំបាយពេលព្រឹកដោយក្ដីស្រឡាញ់ឲ្យយកទៅហូបនៅសាលាសួងជាសិស្សខិតខំប្រឹងប្រែង មិនដែលខកខានការសិក្សា គាត់ចូលចិត្តវិទ្យាសាស្ត្រនិងមានប៉ងប្រាថ្នាក្លាយជាវេជ្ជបណ្ឌិតនៅថ្ងៃក្រោយ ទោះបីជាមានការលំបាកជាច្រើនដូចជាត្រូវជួយម្ដាយលក់ផ្លែឈើពេលល្ងាចក៏គាត់មិនដែលបោះបង់ប៉ងប្រាថ្នានោះឡើយ ថ្ងៃមួយគាត់បានឈ្នះរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំ ការស្រក់ទឹកភ្នែករបស់ម្ដាយគាត់ជាភស្តុតាងនៃការផ្លាស់ប្ដូរមួយក្នុងជីវិតតូចមួយដែលចេះស្រមៃនិងខិតខំ រឿងចាប់និងកណ្តុរមានចាប់មួយកំពុងធ្វើសំបុកនៅលើដើមឈើ កណ្តុរមួយឈរមើលហើយនិយាយថា អ្នកមានសំណាងណាស់អាចហើរឡើងលើព្រៃដើរលេងបានគ្រប់ទីកន្លែង ខ្ញុំនៅតែតូចហើយរស់នៅក្នុងរន្ធតូចៗបែបនេះវាពិបាកណាស់ ចាប់ឆ្លើយវិញ មិត្តជាកណ្តុរខ្ញុំជាចាប់មិនមែនសំណាងទេប៉ុន្តែខ្ញុំព្យាយាមហ្វឹកហាត់រៀនហើយជារៀងរាល់ថ្ងៃ មិនមានអ្វីបានមកដោយឥតប្រឹងប្រែងទេសេចក្ដីសង្ឃឹមនៅចុងផ្លូវមានក្មេងប្រុសម្នាក់ឈ្មោះរតនារស់នៅក្នុងភូមិតូចមួយដែលងងឹតអន់ថយ គ្រួសារគាត់ក្រីក្រខ្លាំងហើយគ្មានឱកាសចូលរៀនដូចក្មេងផ្សេងទៀតនោះទេ ប៉ុន្តែរតនាមានប៉ងប្រាថ្នាធំ គឺចង់ក្លាយជាគ្រូបង្រៀន ថ្ងៃមួយមានអង្គការមួយមកដល់ភូមិហើយផ្ដល់ឱកាសឲ្យក្មេងៗចូលរួមវគ្គបណ្តុះបណ្តាល រតនាពេញចិត្តណាស់ហើយខំរៀនយ៉ាងខ្លាំង ទោះបីជាមានការលំបាកឬមនុស្សខ្លះដៀលថាគាត់មិនអាចធ្វើបានក៏ដោយ គាត់មិនដែលចាកចេញពីប៉ងប្រាថ្នារបស់ខ្លួន ចុងក្រោយរតនាបានបញ្ចប់ការសិក្សាហើយក្លាយជាគ្រូបង្រៀនម្នាក់ដ៏ល្អ គាត់ត្រឡប់ទៅភូមិរបស់គាត់ដើម្បីបង្រៀនក្មេងៗដទៃទៀតដើម្បីឲ្យពួកគេមានអនាគត